នេះជា OS របស់កូរ៉េខាងជើង Red Star OS ឬក៏មានឈ្មោះជាភាសាកូរ៉េថា 붉은별 គឺគំយើវាជាកូរ៉េជាប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រដែលត្រូវបានអភិវឌ្ឍនិងដែលប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងជើងទៅគឺប្រៀបបាននឹង Windows ឬ Mac OS យ៉ាងដែរមានផ្លែខ្លះឥឡូវខ្ញុំសាកល្បង install វាសាកមើលបើតាមខ្ញុំដឹងអានេះគ្រាន់តែជា distro របស់ Linux មួយទេអញ្ចឹងយើងអាចតម្លើងវាធម្មតាចូលមកដល់កន្លែងនេះគាំងស្ងេញបដ ாய் វិណាចេះកូរ៉េជួយបកប្រែតិចមកអញ្ចឹងខ្ញុំក៏ដាក់ Google Translate មើលចឹងបានន័យថាប្រព័ន្ធប្រតិបត្តិការកូរ៉េផ្កាយក្រហមកំណែ 3.0 ប្រព័ន្ធប្រតិបត្តិការបែបកូរ៉េណាចូលមកដល់កន្លែងនេះដូចយើង set up អីធម្មតាយើងវាទៀមទាយើងវាយឈ្មោះវាយ user អីកំណត់មកចឹង OS នេះមានផ្នែកខ្លះជាភាសាកូរ៉េផ្នែកខ្លះគឺជាភាសាអង់គ្លេសឥឡូវវាកំពុងតែតម្លើង OS នៅលើ partition drive ហើយនេះ logo នឹងឈ្មោះគាត់បើយើងដាក់ translate មកគឺប្រព័ន្ធប្រតិបត្តិការផ្កាយក្រហមអង់គ្លេសគេថា Red Star OS នេះចេញមកដល់ពិភពខាងក្រៅយើងដោយសារតែមានទេសចរគាត់ទិញ disk នៅប្រទេសកូរ៉េខាងជើងហើយក៏យក file ISO ហ្នឹង upload ចូលអ៊ីនធឺណិតលើកទី1ក្នុងប្រវត្តិសាស្ត្រពិភពលោកឈ្មោះ Cascam មាននៅលើប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រកូរ៉េខាងជើងឥឡូវយើង login password យើងចូលមកកាន់ desktop យើងសង្កេតឃើញថា graphic user interface គឺមានរូបរាងបងប្រុសជាមួយ OS X ឬក៏គេហៅថា Mac OS ជំនាន់មុនលេខទៅមើល icon វិញមានលក្ខណៈជា skeuomorphic design និយាយលេងសើចគឺស្អាតមែនតើខ្ញុំចូលចិត្តអញ្ចឹងនៅក្នុងវីដេអូក្រោយយើងធ្វើការពិនិត្យមើល deep dive ទៅមើល OS នេះចង់ដឹងថាវាមានចំណុចគួរចាប់អារម្មណ៍មិនខ្លះមានកម្មវិធីមាន feature អីលយមិនខ្លះហើយខ្ញុំឆ្ងល់បំផុតនោះគឺអាចប្រើ Google បានឬអត់ហើយវាមានច្រើនយើងមិនអាចធ្វើមកវីដេអូអស់ទេអញ្ចឹង complete ជួយ follow Cascam ដើម្បីទទួលបានវីដេអូ game បរិការលេខទំនើប complete Cascam